ការនៅលំដាប់លេខរៀងទី4ចាស់សម្រាប់ព័ត៌មានជាបន្តគឺក្រុមហ៊ុនសេខាតធ្វើការប្រកួតរង្វាន់ជូនដល់អតិថិជនដែលឈ្នះរង្វាន់ទឹកប្រាក់1លានរៀលជារៀងរាល់ខែក្រុមការងាររបស់ក្រុមហ៊ុនសេខាតបានរៀបចំពិធីប្រកួតរង្វាន់ក្នុងសប្តាហ៍ទី2ពីកម្មវិធីបញ្ចូលទឹកប្រាក់ជូនដល់អតិថិជនដែលបានឈ្នះរង្វាន់និងត្រូវទទួលបានទឹកប្រាក់ចំនួន1លានរៀលជារៀងរាល់ខែរហូតដល់ពេញមួយជីវិតអ្នកដែលឈ្នះរង្វាន់សប្តាហ៍ទី2គឺជាប្រជាប្រដ្ឋឈ្មោះធាឡាវទីភេទប្រុសរស់នៅភូមិទូរកាសង្កាត់ចាក់អង្រែកក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញជាអតិថិជនដែលបានឈ្នះហើយត្រូវបានទទួលរង្វាន់ជាទឹកប្រាក់ពីក្រុមហ៊ុនសេខាតចំនួន1លានរៀលជារៀងរាល់ខែពេញមួយជីវិតក្នុងឱកាសទទួលបានរង្វាន់នោះលោកធាឡាវទីបានសម្ដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងព្រមទាំងបានប្រាប់ឲ្យដឹងថាទឹកប្រាក់1លានរៀលដែលរូបគាត់ត្រូវទទួលបានជារៀងរាល់ខែពេញមួយជីវិតនេះគឺប្រៀបដូចជារូបគាត់ទទួលបានប្រាក់បៀវត្សពេញមួយជីវិតអញ្ចឹងដែរហើយប្រាក់ដែលឈ្នះរង្វាន់នោះគឺជាប្រាក់ចំណូលប្រចាំខែសម្រាប់ជួយសម្រួលបន្ថែមលើជីវភាពរស់នៅនិងចំណាយផ្សេងៗជាពិសេសទៅទៀតគឺសម្រាប់ទុកដល់រូបគាត់ចាស់មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតក្នុងពិធីនោះដែរលោកធាឡាវទីបានផ្ដាំផ្ញើដល់មិត្តភ័ក្តិឲ្យចូលរួមផ្សងសំណាងជាមួយកម្មវិធីបញ្ចូលទឹកប្រាក់ដើម្បីឈ្នះប្រាក់1លានរៀលជារៀងរាល់ខែពេញមួយជីវិតដោយរូបគាត់ខ្ញុំបានជួបជាឡាយទីអ្នកនៅផ្ទះលេខ21ភូមិទូរកាចាក់អង្រែក្រោមភៅជាលេខ2ខណ្ឌមានជ័យពីរាជធានីភ្នំពេញបានត្រូវរង្វាន់ទឹកប្រាក់1លានរៀលជារៀងរាល់ខែរហូតដល់អស់មួយជីវិតពីក្រុមហ៊ុនសាកាតហើយនេះជារង្វាន់ពិតប្រាកដមិនមែនគេប្រឌិតឡើងទេជារង្វាន់ដែលត្រូវពិតប្រាកដមែនបើបងប្អូនចង់ឈ្នះរង្វាន់ដូចខ្ញុំបងប្អូនគាត់តែបញ្ចូលទឹកប្រាក់ពីសាកាតទៅបានច្រើនទៅនឹងមានសំណាងដូចខ្ញុំបានហើយចុងក្រោយខ្ញុំមានជាពេជ្រជូនពរដល់ក្រុមហ៊ុនសាកាតឲ្យជួបតែសំណាងល្អនិងមានអតិថិជនជាច្រើនថែមទៀតដើម្បីឈ្នះរង្វាន់1លានរៀលជារៀងរាល់ខែពេញមួយជីវិតពីកម្មវិធីបញ្ចូលទឹកប្រាក់គឺគ្រាន់តែបញ្ចូលទឹកប្រាក់ឲ្យកាន់តែច្រើននោះឱកាសឈ្នះក៏មានកាន់តែច្រើនផងដែរចំណែកឯក្រុមហ៊ុនតែបៃតងអូអ៊ីឈី